សក់តែកំពុងតែមានបញ្ហាចឹងមិនមែនដឹងតែអត់សុបាយចិត្តគ្រប់គ្នាខ្ញុំយល់ប៉ុន្តែខ្ញុំចង់ផ្ដាំទៅបងប្អូនអ្នករកស៊ីដូចគ្នាយើងជួយគឺជួយឯងជួយតាមសទ្ធារបស់យើងអ្នកខ្លះជួយជាស្បៀងអាហារដូចខាងខ្ញុំជួយជាភួយជាកៅអៅទាំងអស់គឺ4បេងវាស្មើនឹង7800ភួយនិង7500អាវទៅតាមក្រុមបងពាក់មីដើម្បីយកទៅជួយជនភៀសឹកនិងទាហានចឹងបងប្អូនដើម្បីជួយទៅជួមុខបានពួកយើងអ្នករកស៊ីដែលជួក្រោយនេះត្រូវតែជួយខ្លួនឯងសិនអត់អាចបោះបង់ការលក់ដូរបានទេណាបងប្អូនយើងត្រូវការលក់ដូរត្រូវការប្រម៉ូទត្រូវការផ្សព្វផ្សាយដើម្បីហុកលុយដើម្បីមានលុយហ្នឹងទៅជួយដល់បងប្អូនអ្នកដែលចាំបាច់ត្រូវការជំនួយពីពួកយើងអញ្ចឹងបើយើងឡាយទៅបាក់ចិត្តអត់លក់ដូរទេពួកយើងនឹងថែមជាបន្ទុកមួយទៀតសម្រាប់រត់របស់ពួកយើងអញ្ចឹងអ្នកលក់សូមបន្តការលក់អ្នកទិញសូមបន្តការទិញហើយអ្នកដែលធ្វើសប្បុរសធម៌ជំនួយសូមបន្តធ្វើសប្បុរសធម៌ជំនួយបន្តទៀតតោះអញ្ចឹងបានលុយចរន្តលុយវាវិលហើយ OC Seafood នៅតែមាន promotion សម្រាប់អតិថិជនដដែលគឺ1គីឡូ$79សម្រាប់ក្តាមយក្សមកក្បាល free ធ្វើម្ហូប3មុខធ្វើម្ហូបអត់មានកាត់ថ្លៃទេណាបងប្អូនហើយក្តាមគឺសាច់ណែនតែម្ដងចំពោះក្តាមនំប៉័ងក៏មាន promotion ដែរបងប្អូន1គីឡូតែ38រៀលណាចង់ចំហុយក៏បានចង់អាំងបើម្ទេសក៏បានបំពងខ្ទឹមសតែឆ្ងាញ់ទៀតឬក៏ចង់អប់មីសួរឆាម្រេចខ្មៅឆាពងទាប្រៃក៏បានដែរបងប្អូនចំពោះ oyster វាគឺសាច់ថតណែនអញ្ចឹងពូជរបស់ជប៉ុនណាអវ៉ាន់របស់ខ្ញុំទៅអស់ខ្ញុំសុំបញ្ជាក់អត់មាននាំចូលមកពីថៃទេហើយចំពោះអវ៉ាន់គឺធានាថារស់ហើយសាច់ណែនអញ្ចឹងអត់លក់បោកខ្មែរគ្នាឯងទេអញ្ចឹងបើបងប្អូនចង់បានគ្រឿងសម្អាតរស់តម្លៃធូរមកឆ្ងាញ់ complete OC Seafood